សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់មេរៀនទី5តោះយើងនឹងធ្វើការរៀបចំ render ប៉ុន្តែមុននឹងយើងធ្វើការរៀបចំ render យើងចូលមកមើល scene 3ផ្សេងទៀតរបស់យើងសិនដូច scene ខ្លះយើងអត់បាន fix វាទេដោយសារតែលើកមុនយើង fix បានតែ scene ទី1ទេអញ្ចឹងខ្ញុំ copy parameter ឲ្យ pass វាម្ដងទៀតពេលខ្ញុំ update វាមួយកន្លែងនេះខ្ញុំចង់ពវល់ព្រះអាទិត្យបន្តិចថាប៉ុណ្ណេះឲ្យព្រះអាទិត្យរៀងខ្ពស់បន្តិចដោយសារតែមើលទៅវាល្ងិតរបស់យើង scene របស់យើងអូខេហើយខ្ញុំគិតថាដក exposure បន្តិចហើយក៏តម្លាក់ sunlight បន្តិច 0.5 0.0 ឬក៏តម្លាក់ 0.5 អូខេ update តមកខ្ញុំ copy paste ទៅទីតាំងផ្សេងscene នេះខ្ញុំគិតថាគួរតែយកព្រះអាទិត្យពីខាងក្រោមមកអូខេប៉ុណ្នេះមួយនេះយើងអាចយកពីលើអញ្ចឹងក៏បានឬក៏អូខេអញ្ចឹងយើងមាន4 scene ទី1 scene ទី2 scene ទី3និង scene ទី4ឥឡូវយើងនឹងធ្វើការ render ចេញទាំងអស់គ្នាយើងមើលមកកន្លែងខាងលើនេះមកឃើញពាក្យថា image ហើយជារូបកាមេរ៉ាហ្នឹងកន្លែងសម្រាប់យើងធ្វើការ render រូបរបស់យើងចេញអញ្ចឹងនៅក្នុងនេះខ្ញុំនឹង render ចេញជា 4K ហើយបដូរអានេះដោយសារតែខ្ញុំប្រើ Pro អញ្ចឹងខ្ញុំអាចបដូរ format ទៅជា JPEG បានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាប្រើ free អត់អីទេយើងអាចrender ចេញជា PNG ទៅក៏បានដូចគ្នាដែរហើយតាក់ទងជាមួយនឹង channel ខ្ញុំយក material ID ហើយខ្ញុំគាត់ថាយកតែ material ID មួយទេដើម្បីខ្ញុំសេរីនៅក្នុង Photoshop ខ្លះបន្ថែមទៀតអូខេបន្តមកខ្ញុំ add to render queue scene ទី2ដូចគ្នា JPEG 4K ហើយខ្ញុំយក material ID material ID អានេះមិញខ្ញុំផ្លេច material ID អញ្ចឹងយើងលុបចេញអូខេហើយ scene ទី4យើងយក 4K តបមក material ID ហើយបដូរជា JPEG អូខេអញ្ចឹងបន្ទាប់ពីបាន4 scene នេះហើយម្ដងទៀតនេះ scene ទី1នេះខ្ញុំលុបចេញសិនអូខេអញ្ចឹងបន្ទាប់ពីបាន4នេះហើយយើង select all មកតបមកយើងនឹងធ្វើការ render ចេញឥឡូវខ្ញុំដាក់កើត folder មួយទៀតដាក់ render imageអូខេបន្ទាប់ពី render ហើយយើងអាចក្នុងនេះខ្ញុំចង់ឲ្យ upscale ជា AI បន្តិចដើម្បីឲ្យរូបភាពយើងវាកាន់តែច្បាស់ជាងមុនអញ្ចឹងយើងអាចចុចកន្លែង tray 3នេះមកហើយយើងយកពាក្យថា AI post processing មកឬក៏យើងអាចចូលមកកន្លែងខាងលើនេះ AI post processing នេះវានឹងឃើញរូបដែលយើងបាន render មុនហ្នឹងហើយអញ្ចឹងយើង double click លើរូបហ្នឹងហើយតបមកយើង click ទៅលើ icon AI enhancer នេះមកតបពីហើយយើង select យក AI enhancer
ហើយយើងរងចាំប្រហែលជា2-3នាទីទៅវានឹងធ្វើការ upscale រូបយើងឲ្យច្បាស់ជាងមុនហើយអញ្ចឹងខ្ញុំនឹងធ្វើទាំងអស់4រូប upscale ទាំង4រូបបន្ទាប់មកទៀតយើងនឹងធ្វើការយករូបទាំងអស់ហ្នឹងទៅ post production បន្ថែមនៅក្នុង Photoshop